បំណងប្រាថ្នាចង់គូបគង់អ្នកហើយក៏បំណងប្រាថ្នារបស់ខ្ញុំចង់គូបគង់ផងដែរមានរឿងអ្វីកើតឡើងតើមានអ្វីនៅក្នុងអណ្ដូងវាបញ្ចេញពន្លឺពណ៌បៃតងតើនេះអាចជានីតិខុរដូវខាងវិញ្ញាណនៅទីនេះគ្មានអ្វីពិសេសទេគ្រាន់តែទឹកអណ្ដូងធម្មតាមានរសជាតិមិនល្អខ្ញុំប្រហែលជាបានឃើញរឿងហេតុអ្វីបានជារាងកាយខ្ញុំស្រាប់តែក្តៅខ្លាំងម្ល៉េះតើនេះជាអ្វីតើខ្ញុំបានធ្វើដូចម្តេចខ្ញុំមានអារម្មណ៍ស្រស់ស្រាយឡើងវិញទាំងស្រុងឥឡូវនេះខ្ញុំមានថាមពលដែលមិនអាចកាត់ថ្លៃបានហេតុអ្វីបានជាកម្លាំងរបស់ខ្ញុំផ្លាស់ប្ដូរភ្លាមតើវាអាចជាថ្នាំពុលដែលធ្វើឲ្យវាធំម្ល៉េះតើវាអាចពិបាកដោយសារទឹកយ៉ាងដូចម្តេចនេះពិតជាប្រភពទឹកដ៏ពិសិដ្ឋមួយទំពាំងបាយជូរធំបែបនេះមិនស្រស់និងក្រអូបដូចទំពាំងបាយជូរដទៃទៀតទេការញ៉ាំមួយធ្វើឲ្យខ្ញុំមានអារម្មណ៍ពេញរាងកាយស្មារតីរបស់ពួកគេបានប្រសើរឡើងតើវានឹងមិនខាតបង់ធំដុំទេប្រសិនបើទំពាំងបាយជូរត្រូវបានលក់ចេញទំពាំងបាយជូរស្រស់ហើយឆ្ងាញ់កន្ត្រកទំពាំងបាយជូរចំនួន81វាថោកណាស់មិនមែន80យន្តក្នុងមួយកន្ត្រកទេបើវាមិនមែន80ក្នុងមួយកន្ត្រកទេតើអ្នកពិតជាចង់មែនទេតើវាមានតម្លៃ80យន្តក្នុងមួយជីនមែនទេទំពាំងបាយជូររបស់អ្នកមើលទៅថ្លាដូចគ្រីស្តាល់ភ្លឺរលោងនិងធាត់ប៉ុន្តែទីបំផុតគ្រាន់តែជាទំពាំងបាយជូរអ្នកហ៊ានលក់ទំពាំងបាយជូរក្នុងតម្លៃខ្ពស់បែបនេះដោយទេនេះជាខ្សែអក្សរ80អ្នកនៅតែចង់លក់ខ្សែ80មែនទេអ្នកឈួតហើយអ្នកអាចសាកល្បងវាជាមុនសិនហើយទិញវាខ្ញុំធានាថាអ្នកនឹងមិនទិញវាទេប៉ុន្តែអ្នកអាចសាកល្បងវាបានអ្នកមិនដែលញ៉ាំអ្វីដែលល្អបែបនេះពីមុនមកទេខ្ញុំចង់សាកល្បងទំពាំងបាយជូរទាំងនេះតើទំពាំងបាយជូររបស់អ្នកជាប្រភេទអមតៈទេខ្ញុំមិនដែលញ៉ាំដានទេទំពាំងបាយជូរឆ្ងាញ់បែបនេះផ្អែមណាស់ក្នុងខ្ញុំជឿបន្ទាប់ពីញ៉ាំអាហារដែលមានជាតិទឹកជំងឺចាស់របស់ខ្ញុំមានអារម្មណ៍ថាបានជាសះស្បើយទាំងស្រុងទំពាំងបាយជូរទាំងនេះពិតជាផ្ដល់ធម៌ពលដល់ខ្ញុំណាស់ដូចជាថ្នាំអង់ទីប៊ីយ៉ូទិកខ្ញុំចង់បានវាចង្កាក់ពីរទេខ្ញុំចង់បានចង្កាក់ប្រាចង្កោមទំពាំងបាយជូរពិតជាអស្ចារ្យមែនឬតើអ្នកប្រកាសទេថាអ្នកមិនត្រូវបានអញ្ជើញដោយគាត់នោះពិតជាការបោកប្រាស់មែនហេតុអ្វីអ្នកមិនសាកល្បងវាដោយខ្លួនឯងខ្ញុំដឹងហើយខ្ញុំក៏ចង់បានចង្កាក់ពីរដែរទំពាំងបាយជូរទាំងនេះពិតជាអស្ចារ្យណាស់ខ្ញុំក៏ចង់ញ៉ាំដែរខ្ញុំក៏ចង់បានទំពាំងបាយជូរទាំងនេះដែរតាមពិតវាតើខ្ញុំអាចទិញថ្នាំដើម្បីបំបត្តិជំងឺហឺតរបស់ខ្ញុំនៅណាប្រធាននៃរឿងនេះគឺខ្ញុំនៅ Dering ទីផ្សារមួយបានចាប់ផ្ដើមពីអ្នកលក់តូចមួយអ្នកអាចទិញវានៅផ្សារនៅថ្ងៃស្អែកខ្ញុំនឹងតាមដានគាត់ហើយមើលថាតើគាត់នៅតែផ្ដល់អ្វីគ្រប់យ៉ាងដល់ខ្ញុំបានទិញរបស់ល្អមួយចំនួនហើយឥឡូវនេះខ្ញុំមានរសជាតិបែបនេះហើយឥឡូវនេះមិនចាំបាច់ព្រួយបារម្ភអំពីនីតិក្រដូវខាងវិញ្ញាណទេគេនឹងអត់ឃ្លានរហូតដល់ស្លាប់នៅថ្ងៃនេះខ្ញុំរកប្រាក់ចំណេញបានពីការលក់ទំពាំងបាយជូរសម្រាប់មួយមូលរបស់ខ្ញុំប្រសិនបើដីទាំងមូលត្រូវបានដាំបន្លែនឹងរួចរាល់ហើយមែនទេវាល្អជាងការផ្ដល់ឲ្យវានៅក្នុងទីក្រុងវាជាការប្រសើរជាងសម្រាប់គ្រួសារមួយដែលត្រូវបានប្រព្រឹត្តដូចជាឆ្កែរដូវនេះល្អឥតខ្ចោះសម្រាប់ដាំពេញប៉ោះពេលផ្លែត្របែកដល់រដូវមនុស្សនៅក្នុងទីក្រុងនាំគ្នាដេញតាមការបំពុលនិងធម្មជាតិទាំងស្រុងនេះជារបស់ខ្ញុំមិនប្រើប្រាស់ជីគីមីឬថ្នាំសម្លាប់សត្វល្អទេនីតិក្រដូវខាងវិញ្ញាណផ្ដល់នូវជីវជាតិជាក់លាក់ពេញនិយមនៅក្នុងទីក្រុងមនុស្សចូលចិត្តទិញការផ្ដល់ជូនពិសេសជាមុនសិនជីករណ្ដៅមួយហើយកប់ដីខ្លះនៅក្នុងនោះ1 2 3 4 5របស់អ្នកផ្ទាល់អ្វីទាំងអស់ដុះនៅលើដីរបស់ខ្ញុំពីមុនជីដារបស់ខ្ញុំពឹងផ្អែកលើដីតូចមួយនេះចិញ្ចឹមខ្ញុំទោះបីជាពួកគេបានញ៉ាំអាហាររដុកនៅពេលពួកគេធំឡើងក៏ដោយប៉ុន្តែវានៅតែប្រសើរជាងការរស់នៅក្នុងផ្ទះគ្រួសារផ្សេងសុភមង្គលមិនមែនជាអ្វីដែលអ្នករស់នៅទីក្រុងអាចសម្រេចបាននោះទេជីវិតរបស់អ្នករស់នៅទីក្រុងត្រូវបានសង្គ្រោះខ្ញុំមើលថាគាត់តែងតែធ្វើបាបគេអូនប្រុសរបស់គាត់ត្រូវបានក្រុមគ្រួសាររបស់ពួកគេយកទៅខ្ញុំប្រញាប់ត្រឡប់មកពីទីក្រុងវិញមើលជាមួយនឹងដី1ហិកតាកន្លះនេះតែប៉ុណ្ណោះគាត់អត់ឃ្លានរហូតដល់ស្លាប់ខ្ញុំមាននីតិក្រដូវខាងវិញ្ញាណគាត់បានសង់ផ្ទះមួយនៅក្នុងភូមិទាំងព្រឹកទាំងល្ងាចការបើកបររថយន្តប្រណីតនៅក្នុងវិឡាមានផាសុកភាពជាងការបើកបរក្នុងទីក្រុងលីស៊ូតានហត់នឿយជាង100ដងខ្ញុំមិនដែលរំពឹងថាថ្នាក់របស់យើងនឹងកន្លែងដំបងឥឡូវនេះស្ងាត់ឈឹងហើយបានខ្លាយជានោះពិតជានឹងធ្វើឲ្យអ្នកខ្លាយជាជនក្រីក្រអស់មួយជីវិតពួកគេមិនអាចផ្លាស់ប្ដូរស្ថានភាពនៅថ្ងៃនេះបានទេ
ខ្ញុំនឹងមិនអើពើនឹងអ្នកនៅថ្ងៃស្អែកទេអ្នកនឹងមិនអាចតាក់ទងមកខ្ញុំម្ដងទៀតបានទេអ្នកនឹងមិនស្ដាប់ពាក្យសម្ដីសំបីតែមួយម៉ាត់វាជាការវាយតម្លៃមិនល្អជាថ្ងៃសម្រាប់គេងវាភ្លឺហើយទៅមើលអានីមេរបស់ខ្ញុំតើទ្រពបានដុះហើយឬនៅខ្ញុំនឹងទៅទីនេះពេញប៉ោះទាំងនេះត្រូវបានដាំកាលពីយប់មិញទឹកនៅរដូវផ្ការីកក្តៅខ្លាំងណាស់រហូតដល់ក្តៅខ្លាំងពេកវាខ្លាំងពេកអ្នកភូមិមិនអាចបង្ហាញវាដល់យើងបានទេជាសំណាងល្អខ្ញុំរស់នៅក្នុងភូមិមួយជាធម្មតាគ្មាននរណាម្នាក់មកទីនេះទេខ្ញុំបានគ្រប់គ្រងរសជាតិនេះយ៉ាងតឹងរ៉ឹងពីខ្ញុំមិនធ្លាប់បានញ៉ាំអានីមេឆ្ងាញ់បែបនេះប្រសិនបើពងមាន់នេះអាចនាំមកនូវការជួបជុំគ្រួសារត្រង់ប្រកាសជានឹងរារាំងកាត់ទាំងនោះប៉ុន្តែប៉ុណ្ណឹងហើយពេញប៉ោះកាន់តែច្រើនទទួលបានកង់3មានតែពេលនោះទេដែលអ្នកអាចមានលទ្ធភាពទិញវាឡើយសូម្បីតែកង់3ក៏មិនអាចទៅដល់ទាន់ពេលវេលាដែរនៅមានរបស់របរដែលជីតាខ្ញុំទុកនៅផ្ទះទៀតនោះហើយជាអ្វីដែលយើងបានប្រើសម្រាប់ប្រទេសពេញប៉ោះទាំងនេះមើលទៅពិតជាតើវាមានតម្លៃប៉ុន្មានសម្រាប់ពស់ពេញហើយមូល21ជីនតើអ្នកឈួតទេអ្នកចិត្តខាងលក់វាក្នុងតម្លៃ2យ៉នអ្នកលក់វាក្នុងតម្លៃ20យ៉នក្នុង1ផោន